Bà với chụp nhà xa chỉ thầm mày nơi video rồi bỏ dựng khi nhóm bà thì là bật tôi chỉ muốn nâng cao bằng cả xã hội cũng chun về chia cả sắc có xã cũng được nhóm xía hay chạy rùm lệ nhé cứ nhóm còn tại nhìn ọc ca muối gì nè chun rồi chia cả sắc có rồi bỏ dưỡng hỏi quạt bàn vô thả sẽ hạ cùng để bằng cả làng ấy cứ đầm bầy phụ quạt hai phụ quạt nơiក្នុងសហគមន៍ហ្នឹងគឺជាម្ចាស់នៃសហគមន៍ហ្នឹងតែម្ដងយល់ចំណុចមួយហ្នឹងទេអញ្ចឹងសហគមន៍នេះមិនមែនជារបស់ខ្ញុំគឺជារបស់បងប្អូនប្រជាកសិករនៅក្នុងមូលដ្ឋានរបស់បងប្អូនអញ្ចឹងបងប្អូនគឺជាម្ចាស់នៃសហគមន៍ហ្នឹងបងប្អូនកាន់កាប់ដោយខ្លួនឯងថែរក្សាវាដោយខ្លួនឯងបើមើលឃើញថាសហគមន៍មួយនេះវាគឺជាដង្ហើមរស់នៃសេដ្ឋកិច្ចផ្អែកទៅលើវិស័យកសិកម្មរបស់បងប្អូនហ្នឹងហើយអញ្ចឹងខ្ញុំចង់ចែករំលែកបន្ថែមទៅលើសហគមន៍យើងបង្កើតឡើងគឺបានន័យថាយើងធ្វើស្រែគឺយើងធ្វើពូជស្រូវតែមួយវាអញ្ចឹងយើងមានរោងម៉ាស៊ីនធំដែលជារោងម៉ាស៊ីនគាត់ទទួលទិញហើយគាត់កិនស្រូវរបស់យើងហ្នឹងយកទៅលក់នៅខាងក្រៅប្រទេសបានន័យថាជានៃទុនធំដែលគាត់មកជួយទិញសមិទ្ធផលស្រូវអង្គរបស់យើងដែលផលិតបានវាមានសារៈសំខាន់ណាស់នៅក្នុងចំណុចមួយហ្នឹងអញ្ចឹងខ្ញុំលើកចំណុចមួយហ្នឹងឲ្យចង់សង្កត់ធ្ងន់ទៅលើប្រជាកសិករដែលគាត់ធ្វើស្រែតាមលក្ខណៈគ្រួសារដាច់បែកទៅតាមគេហៅថាតាមតែអ្វីដែលខ្លួនឯងចង់ធ្វើនៃគ្រួសារនីមួយបានន័យថាមិនបានបង្កើតទៅជាសហគមន៍ទៅចងទៅជាសហគមន៍អ្វីមួយនោះទេត្រង់ចំណុចហ្នឹងហើយដែលជាចំណុចមួយដែលជាបញ្ហាយើងធ្វើកន្លងមកគឺមិនមានការរីកចម្រើនអ្វីយើងដកឃ្លាបន្តិចយើងត្រេះរិះពិចារណាថានៅពេលដែលយើងធ្វើជាសហគមន៍ហើយយើងធ្វើស្រែលក្ខណៈគ្រួសារវាខុសគ្នាយ៉ាងម៉េចវាមានគុណតម្លៃខ្លាំងណាស់នៅពេលដែលយើងចងទៅជាសហគមន៍គឺយើងមានកម្លាំងយើងអាចធ្វើអ្វីក៏បានដែរសម្រាប់ការធ្វើកសិកម្មរបស់យើងអញ្ចឹងសរុបមកការចងទៅជាសហគមន៍គឺយើងមាននៃទុនដែលឬក៏ឈ្មួញដែលគាត់ឈរចាំទិញផលិតផលស្រូវរបស់យើងដែលយើងផលិតបានហើយក៏គេឲ្យតម្លៃមុនយើងធ្វើខ្សែបានផលទៅទៀតមែនទេហើយមួយទៀតគេចង់មកទិញដូចគ្នាប៉ុន្តែគេឲ្យតម្លៃទៅតាមហាងឆេងនៃទីផ្សារគឺយើងមានទីផ្លូវសម្រាប់ជ្រើសរើសវាខុសគ្នាដែលបងប្អូនធ្វើដោយខ្លួនឯងដែលយើងធ្វើកន្លងមករាប់សិបឆ្នាំហើយតកូនតចៅមកតម៉ែឪយើងមកជីដូនជីតារបស់យើងមកហ្នឹងហើយមកដល់មកនេះយើងសួរខ្លួនឯងថាតើការធ្វើស្រែចម្ការរបស់យើងហ្នឹងតើធ្វើឲ្យជីវភាពរបស់យើងហ្នឹងកែប្រែបានកម្រិតណាហើយបើយើងនៅតែបន្តវិធីសាស្ត្រតាមដូនតារបស់យើងដដែលសំណួរសួរថាតើជីវិតរបស់យើងទៅមុខទៀត5ឆ្នាំទៀត10ឆ្នាំទៀតតើរីកចម្រើនដែរឬទេ
ការចងទៅជាសហគមន៍មានលក្ខណៈពិសេសច្រើនណាស់សម្រាប់បងប្អូនតែអ្វីដែលសំខាន់ទាល់តែបងប្អូនស្វែងយល់អំពីសហគមន៍ថាតើសហគមន៍ដែលរៀបចំបង្កើតឡើងជូនបងប្អូនហ្នឹងវាជួយបងប្អូនបានអត់ហើយមានសង្ឃឹមដែរឬទេគឺស្ថិតនៅលើការដែលយើងស្ដាប់ព័ត៌មានលម្អិតឲ្យបានច្បាស់លាស់យកទៅត្រេះរិះពិចារណាហើយចាំយើងសម្រេចចិត្តធ្វើតាមក្រោយអូខេអញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងអរគុណដែលបានតាមដានទស្សនាវីដេអូរបស់យើងខ្ញុំពីដើមដល់ចប់